សួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនខ្លះនៅពេលដែលបើក Microsoft Office Word ឬ Excel អីមកវានឹងមានលោកចេញផ្ទាំងមួយដែលទាមទារបងប្អូនធ្វើការ activate ភាសាទៀតអញ្ចឹងបាទនេះអញ្ចឹងបាទអញ្ចឹងបងប្អូនអាចចូលទៅ check មើលបាននៅក្នុង file ចុចលើ file យកពាក្យថា account តែបងប្អូននឹងឃើញថា activation is required អញ្ចឹងបងប្អូនត្រូវតែ activate Office ភាសាទៀតដើម្បីអាចប្រើប្រាស់បានពេលអញ្ចឹងបងប្អូនអាចបិទវាសិនមកហើយខ្ញុំមានកម្មវិធីមួយឈ្មោះថា activation បាទដែលខ្ញុំដាក់នៅក្នុង comment ក្រោមបងប្អូនអាចចូល download បានហើយកម្មវិធីនេះបងប្អូនអាចធ្វើការ activate បានគ្រប់ version នៃ Microsoft Office បាទតាំងពី2013ដល់2024អញ្ចឹងបងប្អូន right click លើវាមកឬយកពាក្យថា extract here តមកទៀតបងប្អូនត្រូវបញ្ចូល password រួចចុចលើពាក្យថា OKក្នុងចាំវាឲ្យវា extract រួចរាល់សិនបាទនៅពេលដែលវា extract រួចរាល់ហើយបងប្អូនអាចធ្វើការបើក folder ហ្នឹងមកតប click ឬក៏ចុចពីដកញាប់លើវាមកបន្ទាប់មកទៀតបងប្អូនអាចត្រូវចុចលើ file មួយនេះបាទ activation program ហើយ click ឬក៏អាចចុចពីដកញាប់លើវាក៏បានដែរតែពេលដែលចុចទៅវានឹងទាមទារបងប្អូនចុចរូបតង់ yes or no អញ្ចឹងចុចលើ yes មកចុចចេះមកហើយវានឹងចាប់ផ្ដើមធ្វើការ check មើល Windows ដូចជា Office បងប្អូនដែរអញ្ចឹងត្រូវរងចាំវាបន្តិចបាទនៅពេលដែលវា check មើលរាល់ហើយបងប្អូនអាចចាប់ផ្ដើមធ្វើការ activate បានដោយចុចលើប៊ូតុង activate Office ហើយត្រូវរងចាំវាដំណើរការឥឡូវនេះវាដំណើរការបានមួយតង់ហើយយើងទៅចាំវាមួយតង់មួយទៀតអូខេឥឡូវនេះវារួចរាល់ហើយបងប្អូនអាចធ្វើការ check បានគឺបើក Microsoft Office មកមួយណាក៏បាន Word ឬក៏ Excel ទៅឥឡូវខ្ញុំបើក Microsoft Excel ដដែលទៅមកទៀតចាំមើលថាវាមានរូបផ្ទាំងមកអត់ឬយើងអាចបើក new file ហ្នឹងមកហើយជាមួយវាមានអត់បើអត់ទេបងប្អូនអាចចូលទៅ check ទៅលើ file ហើយចុចពាក្យថា account ពេលនោះយើងនឹងឡើងឃើញពាក្យថា require ឲ្យយើងឃើញថា product activated វិញជំនឿថា Office បងប្អូនគឺអាចប្រើប្រាស់វិញបានហើយបាទអញ្ចឹងការ activate គឺមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានបញ្ហាឬមានចម្ងល់អីអាច comment ខាងក្រោមបាន